សួរលោកព្រំបូបានជំរាបសួរបាទលោកព្រំបូយ៉ាងមិនទៅរឿងរបស់លោកនៅតែកើតទុកមិនសក់ចិត្តជាមួយនឹងការជូនដំណឹងរបស់អាជ្ញាធរខណ្ឌដោយសារតែខណ្ឌមុនពេលដែលមានការចោះមកគឺលោកយោងទៅលើហេតុផលផ្សេងលិខិតស្នាមផ្សេងដោយបានប្រកាសជូនហើយមូលហេតុអីបានលោកមិនសប្បាយចិត្តហើយលោកមិនទទួលយកហើយនៅតែបន្តការទាមទារនៅលើទីតាំងដីនេះដដែលបាទសូមគោរពដល់មតិមហាជនទាំងអស់គ្នានិងសូមគោរពដល់សម្ដេចតេជោហ៊ុនសែនជាទីគោរពប្រធានព្រឹទ្ធសភានិងសម្ដេចហ៊ុនម៉ាណែតជាទីគោរពឧបផ្សាយសម្អាលនិងឧបកើតរិទ្ធនិងឧបសសខាជាទីគោរពបាទខ្ញុំមិនសុខចិត្តនឹងដោយសារអាជ្ញាធរខណ្ឌគាត់និយាយមូលបង្កាច់នៅអ្វីមិនមានការពិតដូច្នេះខ្ញុំអត់សប្បាយចិត្តទេបាទដូចជាដីប្រវត្តិដីហ្នឹងតែប្រវត្តិដីដែលទិញហ្នឹងដែលកាន់កាប់ហ្នឹងគឺដីហ្នឹងមុនដំបូងរៀងចេះលបងពុះចំកដាលនេះដីហ្នឹងដីព្រៃដីបឹងដីនេះគឺប្រវត្តិដីមកចំហៀងកាំងអ៊ីមកចំហៀងម៉ែនមានបាទក៏ប៉ុន្តែកែវឡាយគាត់បានទិញយកដីហ្នឹងទាំងអស់គាត់ឈរស្មោះឲ្យខ្ញុំទម្លាក់លុយឲ្យគាត់ទិញហើយពេលទិញដីហ្នឹងខ្ញុំបានយកលុយខ្ញុំចំនួន 30,000 ចេញពីធនាគារអាហ្វើនេះធនាគារយកចេញលុយពីធនាគារចេញមកទិញដីហ្នឹងហើយនឹងយកលុយខ្ញុំពីកាណាដាមកថែម 20,000 ទៀតទាំងអស់លេងដីហ្នឹងជាង 50,000 ប្រមាណរៀលបាទហើយដល់ពេលទិញហ្នឹងខ្ញុំក៏បានរួចរាល់ហើយខ្ញុំក៏បានធ្វើលបងរៀងខ្លួននេះលបងនេះដីព្រំអូនផ្សេងខាងនេះនៅផ្ទះខាងនេះគឺដីរបស់ខ្ញុំដាច់ដライបាទហើយក្រោយមកខ្ញុំត្រឡប់ពីកាណាដាមកវិញសួរព្រំអូនសួរអីទៅសួរឯកសារទៅគេថាឯកសារនោះគេហើយខ្ញុំក៏ទៀមទាបានដល់ពេលឆ្នាំ2022ពិតប្រាកដហើយ2022 2021ពិតប្រាកដហើយដីនឹងមានរឿងមែនគេយកទៅធ្វើជាតំបន់អភិវឌ្ឍន៍សៃកែវហើយខ្ញុំពេលទិញហ្នឹងខ្ញុំក៏អត់បានដឹងដែរបើខ្ញុំដឹងក៏ខ្ញុំអត់ទិញដែរដីហ្នឹងបាទដោយសារខ្ញុំគេនាំមកទិញចេះតែទិញទៅហើយដល់ពេលទិញហើយគោលការណ៍របស់អាយដាមជាសភារាគាត់សម័យហ្នឹងឈួនសទ្ធីគាត់ជាសោយកដីក្រុងគាត់ខាងសាលាខណ្ឌខាងសាលាក្រុងបានឲ្យដីគឺថាឈ្មោះខ្ញុំហ្នឹងគឺប្រកាន់ដៃលេខ1014 1និង1009 1គឺប្រកាន់ដៃ2កាន់ដៃ2កាំងអ៊ីនឹងមិនមានគេឲ្យខ្ញុំតែ3ឡូទេអត់មានលើសពីហ្នឹងទេគោលការណ៍របស់អាជ្ញាធរក្រុងហើយខ្ញុំក៏កាន់កាប់តាំងពីពេលហ្នឹងមករហូតដល់ឆ្នាំ2016ក៏គេហៅខ្ញុំទៅប្រជុំទៀតដល់ពេលហើយគេសួរថាចុះដីរបស់ខ្ញុំនោះទំហំប៉ុន្មានខ្ញុំនិយាយថាដីខ្ញុំវាទាំងអស់លេងវា 8,932 ការ៉េបាទដោយធ្វើឯកសារសម័យហ្នឹងធ្វើចេញពីមេធាវីហើយដល់ព្រំអូនគេទិញដែរគេថាទិញនៅក្នុងប្រកាសដៃហ្នឹងដែរគេទិញបានជាមួយកែវឡាយហ្នឹងបាន 3,868 ការ៉េបាទគេទិញហើយរួចហើយទិញហើយហ្នឹងខ្ញុំស្ងល់ដែរថាដីហ្នឹងគេលក់ឲ្យខ្ញុំអស់ហើយមិនក៏ព្រមអូនមានទៀតខ្ញុំក៏អត់ដឹងដែររឿងគេក៏ប៉ុន្តែខ្ញុំបានទទួលដីតែ 8,932 ការ៉េទេបាទនេះហើយប្រកាន់ដៃដែលខ្ញុំទិញខ្ញុំថាខ្ញុំអូចេះតែដើរយកដីគេខ្ញុំមិនបានទេហើយខ្ញុំមិនបានយកដីគេទេនេះប្រកាន់ដៃ01009នេះប្រកាន់ដៃខ្ញុំទិញបាទហើយអាមួយទៀត1014នេះបាទនេះខ្ញុំអត់មានថាធ្វើអ្វីអត់មានឯកសារគឺវាខុសហើយខ្ញុំបង្ហាញឯកសារការពិតទាំងអស់បាទណាខ្ញុំទិញត្រឹមត្រូវខ្ញុំអត់មានទៅយករបស់គេហើយក៏ខ្ញុំអត់មានទៅចង់បានរបស់គេដែរហើយមកខ
ខ្ញុំក៏បានលឺសូថាតំបន់អភិវឌ្ឍន៍សីកែវហ្នឹងចែកឲ្យខ្ញុំបានតែ3ឡូទេខ្ញុំក៏មិនសប្បាយចិត្តខ្ញុំក៏តូចចិត្តអញ្ចឹងទៅក្នុងការចុះវាស់វែងក្នុងការចុះយកដីខ្ញុំហ្នឹងយកទៅឲ្យប្រជាជនចំនួន175គ្រួសារក្បាលផ្ទះ4គុណនឹង15 4គុណនឹង15ហើយដកដីខ្ញុំហ្នឹងចំនួនទាំងអស់លេងវាស់ដល់ឃើញជាក់ស្ដែងដល់ GPS ពីខាងខ្ញុំទិញវាស់ដោយម៉ែត្រដោយខ្សែដើរទេដីព្រៃហើយដល់អញ្ចឹងទៅដីខ្ញុំ10500ការ៉េនេះអាជ្ញាធរដែលចេញឲ្យនេះចេញឲ្យដកយកដីខ្ញុំហ្នឹងជាធ្នូ4ឡូក្នុង1ឡូ20គុណនឹង30 20គុណនឹង30ពីមុនគេឲ្យខ្ញុំតែ3ទេគេឲ្យតែ3ទេក៏ប៉ុន្តែអាជ្ញាធរខណ្ឌគេថាឥឡូវហ្នឹងធ្នូនៃការចាក់ចេញគេឲ្យ1ឡូទៀតទៅឲ្យបាន4ឡូគេឲ្យតែខ្ញុំទេអត់មានឲ្យអ្នកណាទេអត់មានឲ្យព្រំអូនអត់មានឲ្យតាំងឲ្យທາງដែរអត់មានឲ្យទេឲ្យតែខ្ញុំម្នាក់ឯងទេគឺឯកសារហ្នឹងគឺសជួន007អាហ្នឹងបាទអាហ្នឹងហើយអាជ្ញាធរខណ្ឌចេះតែមូលបង្កាច់ហើយបង្កាច់ទៀតថាខ្ញុំហ្នឹងឈរតំណាងឲ្យព្រំអូននឹងនិយាយតាំងឲ្យທາງចុះបើលុយខ្ញុំទិញអស់50000ជាងហ្នឹងដែលសុំអីទៅกระดาษធនាគារក៏ខ្ញុំមាននេះទិញដីនេះហើយរឿងអីដែលលុយខ្លួនឯងនេះទៅឲ្យគេអ្ហ្មិចខ្ញុំមើលទៅกระดาษលុយបាទខ្ញុំក៏មិនបានថាគិតស៊ីចម្រៅដែរដល់ពេលខ្ញុំត្រឡប់ទៅវិញទៅកាណាដាព្រំអូនគឺអ្នករត់ការកៅឡាយក៏ឲ្យព្រំអូនអ្នករត់ការព្រោះអីដីហ្នឹងកៅឡាយអ្នកឈ្មោះស្មោះឲ្យខ្ញុំមកពីកាណាដាមកកៅឡាយអ្នកឈ្មោះស្មោះឲ្យបាទហើយដល់ពេលឲ្យព្រំអូនរត់ការគេដាក់ឈ្មោះគេដែរក្នុងនឹងបដ ாய் ហើយយកឯកសារលាក់បាត់ដល់ឆ្នាំ2020យកចេញមកប្តឹងខ្ញុំបដ ாய் បាទអាហ្នឹងរឿងហ្នឹងវាចឹងហើយក៏ខ្ញុំចង់បញ្ជាក់មហាជនថាដីខ្ញុំនេះគឺមិនមានពាក់ព័ន្ធជាមួយតាំងឲ្យខាងព្រំអូនទេមិនមានដូចអាជ្ញាធរដែនដីចោតប្រកាន់ខ្ញុំដោយខុសអញ្ចឹងទេហើយបើសិនណាមតិមហាជននិងបងប្អូនរស់ឃើញថាខ្ញុំនឹងជាតំណាងឲ្យតាំងឲ្យខាងនឹងព្រំអូនហ្នឹងណាខ្ញុំបានថាសន្យាពីមុនហើយថាខ្ញុំអត់ទទួលយកដីហ្នឹងខ្ញុំឲ្យទាំងអស់ក៏បានដែរខ្ញុំអត់រស់ស៊ីធ្វើចឹងទេប៉ុន្តែអាជ្ញាធរខណ្ឌនេះចេះតែចោតប្រកាន់ខ្ញុំហើយដីតាំងឲ្យខាងនិងដីព្រំបូនេះដីផ្សេងគ្នាដីលោកយាយតាំងឲ្យខាងគាត់នៅភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌរសីកែវគាត់មានចំនួនដីរបស់គាត់1200ការ៉េរបស់គាត់រឿងរបស់គាត់ទេខ្ញុំអត់ដឹងទេចំពោះរឿងខ្ញុំមានបោះជាក់ស្ដែងឃើញ10500កាន់កាប់ទៅតាមឯកសារខ្ញុំមាន8932ការ៉េហើយដីហ្នឹងនៅភូមិទួលប្រពេសង្កាត់ទួលសង្កែខណ្ឌរសីកែវដូចគ្នាបាទដូចគ្នាក៏ប៉ុន្តែអាជ្ញាធរខណ្ឌគាត់ចេះតែបង្កាច់មូលបង្កាច់ខ្ញុំហើយបង្កាច់ទៀតថាខ្ញុំនេះឈរតំណាងឲ្យលោកយាយតាំងឲ្យខាងហើយនឹងព្រំអូនវាខុសសូមសួរតិចបានទេបានមិញនិយាយថាអាជ្ញាធរខណ្ឌគាត់សេចក្តីសម្ដេចហ្នឹង007ហ្នឹងនៅទីតាំងភូមិឃុំណានៅខណ្ឌស្រីកែវគាត់មានដាក់អត់នៅក្នុងនេះគេដាក់ទីតាំងរបស់វាទីតាំងនៅភូមិទួលកោកហើយនឹងភូមិទួលប្រពេបាទអត់មានភូមិបឹងឈូកទេភូមិនេះទូទៅតាមខ្ញុំមើលភូមិទួលប្រពេក៏អត់ឃើញមានដែរឃើញតែមានភូមិទួលកោកបាទតែយកដីលោកគ្រូនៅក្នុងភូមិទួលកោកដែរដីខ្ញុំគឺនៅក្នុងឯកសារភូមិទួលកោកឥឡូវគេបដូរចេញឲ្យទៅជាភូមិទួលប្រពេវិញបាទសង្កាត់ទួលសកែបាទអរគុណបាទខ្ញុំអត់ចង់និយាយអីវែងឆ្ងាយទេនេះគេថែមឡូខ្ញុំ1ឡូទៀតនេះឯកសារនេះចេញទៅដោយជាពិសេសណាថាឲ្យព្រំបូនក្នុងនៃការចាក់ចេញនៃការសោកស្ដាយគឺថែមឲ្យ1ឡូទៀតឲ្យបាន4ឡូថែមឲ្យតែព្រំបូទេអត់មានថែមឲ្យអ្នកណាទាំងអស់បាទនៅក្នុងឯកសារសជួន007គឺឈ្មោះខ្ញុំតែម្នាក់ឯងទេបាទអត់មានដោយការចោទប្រកាន់របស់
chân buồn thương tha khi ông đi chua đầm nàng ao khi ông đi đây bọt tăng ngày thăng cái non nắng ấy cái non nắng cứ bần miền cao bật đê nè tôi nói một thế mà hai chân hay nắng xôm ao đặt non có độc tần đặt nè mơ bỏ miền không ao đây nắng tê của bạn đây nhà thôi chết cái dồn được tam from bố luôn nấu khăn khắp chợ sài người đây nắng ạ cái chai ở khi ông được tam ca luôn nấu khăn khắp chợ sài ót miền tha khi ông khan mà ngay nó lơ đây đằng tê khi ông luôn đâu là hột bàให้พรมโอนได้คอดเฟยนะได้พรมโอนเนี่ยมันจะเฮี้ยงมันเนี่ยบ่ามันจะเฮี้ยงมันเนี่ยก็ติ้งปีกังอีมันมีด้วยเนี่ยประคันในแต่มวยเขาเป็นเต้ติ้งนั่งเครื่องก็ติ้งดังได้ติ้งโดยเนี่ยเขาเป็นเต้มาจ้าแต่มวยกังอีของมันมีนั่นให้ได้นั่งเป็นปีประคันได้บ้ามันจะเฮี้ยงมันแน่ในปูnày đấyมันจะเฮี้ยงมันแน่ ติ้งนั่งได้นั่งยังทำมาจะเฮี้ยงมันเนี่ยกับบ้านได้นั่งเปย์คอดเธอหรือบ้างมันจะเฮี้ยงมันเนี่ยเขาเป็นเต้พรมโอนmiền lối tinh là bay quán phẩm bay ở học tập phẩm bay cái đấy đi theo về nước đây trong trận đây trong trận bà không biết ai sao dùng nè ai sao mê được vi bay thì ao ạ bà đôi chân này ở quay không thì dây ca bật xôm ao sầm đại châu hôn san sầm đại thập ở đây hôn mình này nâng một bạn chẳng bay người ta chưa rồi giật thì thua trong phòngខ្ញុំនិយាយមានឯកសារខ្ញុំលើកដៃបួងសួងសំពះរួបភាពយុត្តិធម៌ណាបើសិនណារកឃើញថាដីហ្នឹងណាមានព្រំបូមានព្រំអូនមានតាំងឯថាំងដូចខ្ញុំបានបញ្ជាក់ដដែលអញ្ចឹងកន្លែងហ្នឹងខ្ញុំនិយាយច្រើនដងហើយគឺខ្ញុំអត់ប្រកែកទេខ្ញុំចោះចេញហ្មងហើយជនមិនធឿនយកខ្ញុំទៅដាក់គុកក៏បានដែរដោយសារខ្ញុំថ្លៃបន្លំឯកសារសាធារណៈហើយព្រោះផោះតាឲ្យឃើញហើយមកចាប់ចោះខ្ញុំអត់ខ្លាចទេដល់ពេលខ្ញុំឡើងខ្លាចហើយអត់ខ្លាចគុកហើយក៏អត់ខ្លាចងាប់ដែរ